ខ្ញុំចង់ធ្វើម៉េចតស៊ូឲ្យជនជាតិដើមភាគតិចនេះថាមានមុខមានមាត់ចូលជាសហគមន៍ជាមួយគេឬក៏ដូចថាខាងកំរងគាត់អត់បានចោះមកយើងដូចថាជាជនជាតិរស់ដោយឡែកហើយយើងទៅណាទៀតបើយើងអត់មានផ្លូវដើរដល់ពេលក្រោយមកអៀនឌីចូលមកយើងមានបច្ចុប្បន្ននេះយើងមានគម្រោងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចដែលបានទទួលថវិកាពីម្ចាស់ជំនួយ UNDP គម្រោងនេះយើងមានសហគមន៍គោលដៅចំនួន10ភូមិដែលមាន3ឃុំហើយនិង2ស្រុកនៃស្រុកផ្សារប្រឡាំងខេត្តកំពង់ធំហើយនិងរវៀងខេត្តព្រះវិហារបាទដែលមានអ្នកទទួលផលរហូតដល់1698គ្រួសារដែលជាជនជាតិដើមភាគតិចបាទនៅក្នុងខេត្តព្រះវិហារគឺមានប្រជាពលរដ្ឋសរុបប្រមាណជាង270,000នៅក្នុងនោះជនជាតិដើមភាគតិចមានជាង20,000នាក់ដោយចែកជា7ក្រុមជនជាតិដើមភាគតិចដែលមានច្រើនជាងគេគឺជនជាតិគួយបាទសូមជំរាបសួរកចំហព្រំសម្អាតជាចាជនជាតិដើមភាគអង្គគួរទីស្រុកប្រចាឃុំរមនីស្រុករវៀងខេត្តព្រះវិហារមុនពេលអង្គការ AFD ចូលមកអនុវត្តគម្រោងក្នុងភូមិរំជែកបញ្ហាប្រឈមទី1ទាក់ទងនឹងសហគមន៍ផ្ទាល់អត់ជាជនជាតិដើមភាគតិចតែអត់ទាន់ស្គាល់ដឹងពីសិទ្ធិរបស់ខ្លួនឯងជាជនជាតិដើមភាគតិចនោះត្រូវមានសិទ្ធិអីខ្លះទេចាហើយទី2វាតាក់ទងនឹងសហគមន៍ប្រៃឈើដូចថាគាត់ជាជនជាតិខ្មែរអញ្ចឹងគាត់អត់ត្រូវការឬក៏គាត់រៀងនិយាយទៅថារៀងរើសអើងថាជនជាតិដើមភាគតិចគាត់រៀងខ្វះចំណេះដឹងអញ្ចឹងទៅគាត់រើសអើងថាមិនអោយចូលធ្វើការនៅក្នុងនោះឬក៏ជាចောင်းក្រងជាសមាជិកគណៈកម្មការសហគមន៍នឹងទេចាហើយទី3សហគមន៍ជនជាតិដើមភាគតិចយើងនេះគឺអត់ទាន់ដឹងថាការទទួលស្គាល់ពីខាងក្រសួងឬក៏ខាងរាជរដ្ឋាភិបាលនឹងមិនការប្រកាសស្វ័យអត្តសញ្ញាណកម្មរបស់ខ្លួនឯងណាចាអត់ទាន់ដឹងទេថាវាធ្វើឡើងដើម្បីអីដើម្បីអ្នកណាចាមុនពេលដែលអង្គការមកអភិវឌ្ឍគម្រោងខ្ញុំយល់ឃើញថាសហគមន៍ប្រឈមនឹងដីព្រៃកប់សពនិងជំនឿត្រូវបាត់បង់សហគមន៍ខ្វះការយល់ដឹងអំពីសិទ្ធិរបស់ខ្លួននិងខ្វះការទំនាក់ទំនងរវាងសហគមន៍និងសហគមន៍អាជ្ញាធរឬអង្គការផ្សេងពីមុនដល់អត់ទាន់បានជួបខាងអង្គការមានបញ្ហាភាគច្រើនគេរើសអើងគេអត់សូវគាត់លើកថាជនជាតិគួយភាគច្រើនបើយើងទៅផ្សារវិញអ្នកខ្លះអត់ចាំចិត្តទេពីមុនមកខ្ញុំកណ្ដោចកណ្ដែងអត់មានទីណាយកចិត្តទុកដាក់ជាមួយពួកខ្ញុំទេតែពេលអត់វាចាប់មកពួកខ្ញុំមានទំនួលចិត្តថាយើងមានអង្គការមួយគេចាប់ដៃគូជាមួយយើងគេលើកស្ទួយយើងគេស្រឡាញ់យើងហើយដូចជាយើងបង្ហាញព្រៃជំនឿព្រៃអីបឹងបួអីគាត់យកចិត្តទុកដាក់គាត់រកអាណាធរទៅជាមួយយើងគាត់អត់ឲ្យយើងទៅយើងហើយគាត់ក៏អត់ទៅគាត់ដែរគាត់តាកតងខ្លួនគាត់អាញាធរខ្លួនគាត់អីខ្លួនគាត់ហើយយើងគាត់បង្ហាញទីតាំងអីយើងមានការសប្បាយចិត្តយើងមិនឆ្ងាយយើងសង្កេតឃើញថានៅពេលដែលក្រុមការងាររបស់មន្ទីរក៏ដូចជាក្រុមការងាររបស់អង្គការ AID លោកចូលទៅជួបជាមួយសហគមន៍គាត់មានការចូលរួមនិងត្រេកអរក្នុងការងារគ្រប់គ្រងគម្រោងហ្នឹងគម្រោងនេះមានគោលបំណង2ធំដែលទី1គឺជួយលើកកម្ពស់ក្នុងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចជាមួយនឹងក្រសួងអភិវឌ្ឍជនបទនិងមន្ទីរអភិវឌ្ឍជនបទទី2លើកកម្ពស់ការយល់ដឹងបន្ថែមអំពីការបំប្រែសម្រួលអាកាសធាតុនិងការគ្រប់គ្រងធនធានធម្មជាតិក្នុងរយៈពេលការអនុវត្តគម្រោងនេះ AFD បានជួយទី1គាត់បានមកចង់ក្រងជាសហគមន៍ចាហើយទី2បានរៀនវគ្គបណ្ដុះបណ្ដាលតាក់ទងនឹងកាលទី3តាក់ទងនឹងការប្រកាសស្វ័យអត្តសញ្ញាណកម្មហើយនឹងមួយទៀតតាក់ទងនឹងការកំណត់ព្រំដីដូចជាព្រំដីកប់សពក៏ដូចជាព្រំដីព្រៃជំនឿវគ្គបណ្ដុះបណ្ដាលនៅអូប៉ូនឹងឲ្យយើងមានចក្ខុវិស័យថានៅពេលបច្ចុប្បន្នយើងសហគមន៍យើងមានមុខរបរអ្វីខ្លះអនាគតទៅយើងមានភាពជោគជ័យរីកចម្រើនប៉ុណ្ណាអីចឹងណាគាត់ចុះមកឲ្យមានអត្តសញ្ញាណឲ្យមានអីទៅពេលនោះពេលយើងចូលរួមប្រជុំអីយើងមានទាំងខ្មែរទាំងជនជាតិហៅចូលរួមដូចថាគាត់មកពីកំពង់ចាមមកពីអីគាត់រស់នៅក្នុងភូមិទៅគាត់បានចូលរួមដែរទៅគាត់យល់ដឹងគាត់ឈប់រើសអើងហើយបន្ទាប់ពីបានរៀនសូត្រក៏ដូចជារៀនវគ្គកាលហ្នឹងខ្ញុំមានជំនឿលើខ្លួនឯងជាពិសេសលើខ្លួនឯងថាជំនឿច្រើនជាងមុនចាជឿជាក់លើខ្លួនឯងច្រើនជាងមុនតាក់ទងនឹងការដឹកនាំសហគមន៍ក៏ដូចជាការបង្កើតគេហៅថាកម្មវិធីជីវិតដែលធ្វើតាមរយៈកាលណាសូមថ្លែងអំណរគុណដល់អង្គការដៃគូជាពិសេសអង្គការ AD ដែលបានជួយគាំទ្រ
ទៅលើបងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តកំពង់ធំក៏ដូចជានៅក្នុងខេត្តព្រះវិហារដែរនៅក្នុងឆ្នាំ2024នេះ យើងសប្បាយចិត្តក្នុងនាម ASD ដែលបានធ្វើការកិច្ចសហការទាំងសហគមន៍ទាំងអាជ្ញាធរទាំងម្ចាស់ជំនួយហ្នឹងដែលផ្ដល់ការទុកចិត្តដល់ ASD នេះនៅក្នុងការអនុវត្តគម្រោង ខ្ញុំអរគុណដៃគូម្ចាស់ជំនួយដែលបានជួយពួកខ្ញុំមកដល់ថ្ងៃនេះចាខ្ញុំអរគុណហើយសង្ឃឹមថាម្ចាស់ជំនួយទាំងអស់ជួយពួកខ្ញុំតទៅមុខទៀត 5 ឆ្នាំទៅ 10 ឆ្នាំតទៅមុខទៀតឲ្យពួកខ្ញុំរឹងមាំតកូនតចៅ ចាសរុបមកខ្ញុំចង់ឲ្យមានការបន្តសកម្មភាពទៅទៀតជាមួយនឹងអង្គការ AFD ក៏ដូចជាអង្គការដៃគូផ្សេងទៀតដើម្បីចូលជួយដល់សហគមន៍ជនជាតិដើមភាគតិចរបស់ខ្ញុំ សំណូមពរសូមឲ្យម្ចាស់តាវិការហ្នឹងគឺផ្ដល់ឱកាសដល់សហគមន៍បន្តទៀតដើម្បីឲ្យពួកគាត់បានបញ្ចប់ជំហានទាំង 3 នៅក្នុងការចុះបញ្ជីដីជាសមូហភាពចុងក្រោយគឺសូមសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គឺបន្តកិច្ចសហការជាមួយអង្គការសកម្មភាពដើម្បីអនុវត្តហ្នឹងដើម្បីអនុវត្តគម្រោងនៅតាមភូមិគោលដៅហ្នឹងបានសម្រេចជោគជ័យបាទ